ឈូនាងខ្ញុំឈ្មោះម៉ាមីមីអាយុ17ឆ្នាំនាងខ្ញុំបានរៀនវគ្គសិក្ខាសាលាបងធွာក្រោយពីបញ្ចប់វគ្គនេះធ្វើឲ្យខ្ញុំដឹងពីតម្រូវការរបស់កុមារនៅក្នុងសហគមន៍ហើយខ្ញុំក៏បានសម្រេចចិត្តយកប្អូនស្រីឈ្មោះសាម៉ូនីតាធ្វើជាប្អូនធွာរបស់ខ្ញុំហេតុដែលខ្ញុំជ្រើសរើសយកគាត់ធ្វើជាប្អូនធွာគឺដោយសារតែគាត់ខ្វះភាពកក់ក្ដៅពីឪពុកម្ដាយគាត់ធ្វើការនៅស្រុកឆ្ងាយហើយគាត់នៅជាមួយជីដូនចាស់និងដោយមានជីវភាពលំបាករៀងរាល់សប្តាហ៍ខ្ញុំតែងតែមានសកម្មភាពជាមួយគាត់ដូចជាបង្រៀនគាត់ឲ្យលាងសម្អាតចាននិងបោកពួកសម្លៀកបំពាក់បោសដីនៅជុំវិញផ្ទះជាមួយគាត់អានព្រះគម្ពីរជាមួយគាត់និងជួយអនាម័យខ្លួនប្រាណជាមួយគាត់ចាំវេទិកាសាធារណៈឯងគាត់ទៅចិត្តដាក់ក្នុងយើងចាឲ្យបងសូមអរគុណដល់អ៊ំក្រុមវិភូមិទាំងអស់ក្នុងលោកភូមិដែលមានវត្តមាននៅទីនេះក្រុមទាំងវិភូមិដែរចាឲ្យសូមតាដែលយើងពិភាក្សាគ្នានៅថ្ងៃនេះគឺយកទៅអនុវត្តជូនជាពលរដ្ឋយើងបានចូលទៅឲ្យគាត់ទៅដាក់អរគុណចាសូមជម្រាបបងប្អូនអរគុណបាទអរគុណនេះអរគុណបាទខ្ញុំមកបងយ៉ាងទីបាទខ្ញុំរៀននៅខាងអង្គការពុទ្ធនិកេតសង្គមបាទអញ្ចឹងបាទថ្ងៃនេះដល់ពេលខាងអង្គការរបស់យើងអង្គាបានមកជួបជុំនេះគឺចង់រៀននៅមេរៀនសាប៊ូណាចង់ឲ្យរៀបចំឲ្យបងប្អូនរៀនធ្វើសាប៊ូនេះដើម្បីឲ្យយើងដើម្បីគូស្រ័យដើម្បីទូកាយវិញទូកាយតោះកាយយើងថាការរបស់យើងចូលបងប្អូនអរគុណក្នុងដែលឆ្លងទៅគឺខ្ញុំមួយរឿងទៅរឿងដែលខ្ញុំបានរៀនវគ្គពេល90ថ្ងៃខ្ញុំមករៀនតាមរយៈអង្គការទុកទឹកមានសេចក្តីសង្ឃឹមនេះតែខ្ញុំអរគុណព្រះអង្គដែលព្រះអង្គឲ្យរើសខ្ញុំឲ្យខ្ញុំបានមករៀនឲ្យខ្ញុំបានចេះឲ្យខ្ញុំបានចាំឲ្យខ្ញុំបានគូស្បាយក្នុងចិត្តពេលខ្ញុំមានពិបាកចិត្តអ្វីមួយព្រះអង្គតែងគង់នៅជាមួយខ្ញុំព្រះអង្គដែលឲ្យតម្លៃខ្ញុំព្រះអង្គនេះខ្ញុំអរគុណហើយអរគុណព្រះអង្គដែលនៅពេលនេះដែលបានជួយមកនៅកន្លែងនេះឲ្យសូមជំនុំខ្ញុំឲ្យបានរឹងមាំកុំឲ្យទុនគ្នាសូមឲ្យបានហូរទៅជាមួយព្រះកុំឲ្យមានអរិយធម៌តែសូមឲ្យលោកគ្រូអ្នកគ្រូដែលអធិដ្ឋានឲ្យសូមជំនុំខ្ញុំទាំងអស់គ្នាសិតតែមានបញ្ហាឈឺទុក្ខលំបាកទាំងអស់កុំឲ្យនៅកន្លែងនេះឲ្យមានសេចក្តីសុខសាន្តមកពីព្រះអង្គ